មកលេងស្រុកបានពី3ថ្ងៃឥឡូវដល់ថ្ងៃឆ្លងដូរឆ្លងអីទៅផ្ទះវិញហើយប៉ុន្តែមុននឹងមកវិញអូនរតនាក៏បានទៅលេងនៅរមណីយដ្ឋានកំពីនៅខេត្តកញ្ចេះផងដែរលេងទឹកសវាយពេកអស់កម្លាំងលេងមកដល់ផ្ទះវិញអ៊ីប្រវមន់សែឡើងមួយឆ្នាំងបឹបហ្មងបានធ្វើខ្លួនឯងចេះទៀតនិយាយពីថាដុបសាច់ដុបបន្លែឡើងគ្រប់មុខបាក់ប៉ាក់ខាងក្មេងៗវិញគេញ៉ាំបបរហើយលេងមួយមីទៀតបន្ទាប់ពីចាប់កម្មវិធីបុណ្យហើយនឹងស្អែកឡើងប៉ាអ៊ំហើយអ៊ីហ្នឹងក៏បាននាំក្មេងៗទៅលេងទឹកកំពីនៅខេត្តកញ្ចេះផងដែរចេញពីបឹងកេតទៅខេត្តកញ្ចេះហ្នឹងជិះត្រឹមតែ2-3ម៉ោងបានទៅដល់ហើយគ្រាន់តែទៅដល់ភ្លាមហ្នឹងចាប់ដើមនាំក្មេងៗហ្នឹងទៅរកកន្លែងអង្គុយសិនជាពិសេសអត់ភ្លេចទេជាមួយលីហាហ្នឹងអ៊ីហ្វេនលីហាផ្កាប់មុខហ្មងបន្ទាប់ពីរកកន្លែងអង្គុយអីបានហើយហ្នឹងចាប់ដើមនាំក្មេងៗចុះលេងទឹកតែម្ដងហើយក៏អត់ភ្លេចទេជាមួយនឹងអាវពោងពាក់ដើម្បីការពារសុវត្ថិភាពអញ្ចឹងបន្ទាប់ពីលេងបានមួយផ្លែតហើយហ្នឹងចាប់ដើមដល់ម៉ោងបាយថ្ងៃអីសម្រាប់ញ៉ាំបាយហើយចាំចុះលេងទៀតអ្នកទៅលេងទឹកមកវិញលឺថាអស់កម្លាំងលេងហ្មងក៏ធ្វើជាមួយនឹងបបរមាន់យើងញ៉ាំដើម្បីឲ្យមានកម្លាំងឡើងវិញសម្រាប់គ្រឿងផ្សំវិញមានស្ដាយប្រោក្រូចឆ្មាស្លឹកខ្ទឹមជីវ៉ាន់ស៊ុយជីអាណាអីហ្នឹងបងប្អូនជាដំបូងហ្នឹងសឹមដាក់ម្លីងជាមួយនឹងខ្ទឹមសយើងឲ្យឡើងឈ្ងុយបន្តិចដាក់គល់ជីវ៉ាន់ស៊ុយចូលបន្ទាប់មកយើងដាក់អង្ករដែលយើងលាងទឹកស្អាតហើយហ្នឹងចូលតែម្ដងបន្ទាប់មកយើងឆាគ្រឿងទាំងអស់ហ្នឹងឲ្យរៀងចូលគ្នាបន្តិចដាក់ជាមួយនឹងដុំស្លឹកខ្នុរ3ដុំចូលដើម្បីបង្កើនរសជាតិកាន់តែឆ្ងាញ់ខ្វះអត់បានហ្នឹងហ៊ីប៊ីយីហឺផងដែរបងប្អូនបន្ទាប់ពីយើងឆាអង្ករឲ្យរៀងឈ្ងុយបន្តិចហើយដាក់គ្រឿងទេសចូលមានទឹកត្រីប៊ីចេងស្ករសហើយយើងចាប់ផ្ដើមឆាអង្ករជាមួយនឹងគ្រឿងឲ្យចូលសព្វជាតិគ្នាម្ដងទៀតចាំយើងដាក់សាច់មាន់ចូលចំពោះសាច់មាន់នេះខ្ញុំអត់បានកាប់តូចៗអីទេគឺថាដាក់ទាំងដុំទាំងមូលតែម្ដងបន្ទាប់មកយើងអាចបន្ថែមជាមួយនឹងទឹកស្អាតយើងចូលបានហើយចំពោះទឹកវិញយើងអាចបន្ថែមរហូតតទៅលិចសាច់មាន់របស់យើងអញ្ចឹងទៅថ្ងៃនេះបានជាមួយនឹងមាន់ខ្មៅហើយមាន់សែទៀតនិយាយពីថាខ្លាញ់លឿងហើយនឹងដែតហ្មងបន្ទាប់ពីចាក់ទឹកមើលថាល្មមហើយសឹមក៏បន្ថែមជាមួយនឹងគ្រឿងទេសខ្លះៗក៏ដូចជាខ្ទឹមពងគល់ខ្ទឹមផងដែរដើម្បីឲ្យកាន់តែឈ្ងុយឆ្ងាញ់បន្ទាប់មកយើងអាចគ្របវាទុកឲ្យមកពុះរីកអង្គររបស់យើងហើយក៏ដូចជាមាន់ហ្នឹងឲ្យឆ្អិនសព្វល្អទៅរួចរាល់ហើយបបរមាន់យើងគ្រាន់តែឃើញទឹកបបរយើងនេះបងប្អូនហើយក៏ដឹងថាជាតិទំនងកម្រិតណាដែរនេះចុងក្រោយសឹមក៏បន្ថែមជាមួយនឹងស្លឹកជីវ៉ាន់ស៊ុយក៏ដូចជាខ្ទឹមពងឲ្យកាន់តែឈ្ងុយហៀដល់4-10ផ្ទះទៀតហ្មងបន្ទាប់ពីសាច់មាន់យើងឆ្អិនហើយហ្នឹងយើងចាប់ផ្ដើមស្រង់ចេញមកទុកឲ្យវាហ៊ានត្រជាក់បន្តិចចាំយើងបេះសាច់បើនិយាយពីសាច់មាន់នេះបងប្អូនហើយគឺស្បែកឡើងតឹងល្អមែនតែនហើយពណ៌ឡើងលើបឡូងហ្មងអ្នកដែលបានមើលវីដេអូនេះហើយឃើញហើយប្រកាសជានឹកឃ្លានបបរដែរហ្មងនេះព្រោះអីតំណងម្លឹងបើនិយាយពីក្មួយខ្ញុំរចនាវិញគ្រាន់តែឮថាបបរមាន់និយាយពីគេទះដៃហើយសប្បាយចិត្តមែនតែនហ្មងបន្ទាប់ពីបបរយើងឆ្អិនហើយហ្នឹងចាប់ផ្ដើមដួសចាត់ចែងឲ្យក្មេងៗហើយព្រោះអីម្នាក់គឺថាឃ្លានខ្លាំងណាស់សម្រាប់ក្មេងៗវិញគេញ៉ាំបបរហើយបន្ថែមជាមួយនឹងមីទៀតសម្រាប់បបរវិញបន្ថែមជាមួយនឹងមីនំបញ្ចុកឬក៏កាទៀវឆាអីហ្នឹងបងប្អូនកាន់តែជាតិឆ្ងាញ់ហ្មងនិយាយទៅចាប់ផ្ដើមដួសចែកគ្នាហើយក្មេងៗតូចៗហ្នឹងបានមុនអ្នកធំហើយចាំក្រោយទៅបាននិយាយពីបបរមាន់មួយឆ្នាំងនេះគ្រឿងក្រៅអីក៏មិនអោយចាញ់អ្នកលក់ដែរបងប្អូនដាក់មកអស់ដៃដែរហ្នឹងបើអូនរតនៈវិញគេកំពុងញ៉ាំជក់មាត់ហើយអ៊ំពុំមិញគេញ៉ាំចិត្តអស់ហ្នឹងរត់ទៅថែមឡើងកន្លះចានទៀតបើសម្រាប់ខ្ញុំវិញញ៉ាំឡើងអស់2ចានបឹបហ្មងនិយាយពីថាឈ្ងុយឆ្ងាញ់ជាតិសាហាវហ្មងហើយនេះកាត់មកដល់ពេលព្រឹកឡើងយើងកំពុងតែចាំឆ្លងដរដើម្បីធ្វើដំណើរទៅផ្ទះវិញហើយសម្រាប់វីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានខុសឆ្គងត្រង់ណាក៏សូមការអធិស្ឋានពីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរជូនពរបងប្អូនមានសុខភាពល្អតែណាមកណាសូមឲ្យមានសុខសុវត្ថិភាពអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ